បាទសួស្តីបងប្អូន Gen Z ទាំងអស់គ្នាដែលកំពុងសិក្សានៅសាកលវិទ្យាល័យឆ្នាំទី1ទី3ឬក៏បានបញ្ចប់ការសិក្សាហើយក្តីដែលមានបំណងចង់អភិវឌ្ឍសមត្ថភាពខ្លួនឯងចេះគូប្លង់គ្រឿងបង្គុំអញ្ចឹងអាចមើលវីដេអូនេះបានខ្ញុំនឹងធ្វើការចែកម្លែកពី step មួយដើម្បីបងប្អូនអាចធ្វើការគូប្លង់បានខ្ញុំលើកយកមកគម្រោងជាក់ស្ដែងដែលបច្ចុប្បន្នយើងកំពុងតែសាងសង់ហើយ Modern Villa ចឹងខ្ញុំនឹងចែកម្លែកនេះឲ្យបងប្អូនមានសមត្ថភាពគូសមកការងារ structure នឹងមួយទាំងអស់ហ្នឹងដើម្បីយើងផ្ញើទៅឲ្យខាងការដ្ឋានគាត់ធ្វើការសាងសង់បានហើយនឹងយើងគូសទៅមិនកុំឲ្យវា error កុំឲ្យវាយកទៅសង់ការដ្ឋានវាខុសនេះខុសនោះខាតពេលវេលាខាតថវិកាគម្រោងហ្នឹងវាអត់ដូច planning ដែលយើងបានរៀបចំតែយើងចង់សាងសង់ពីខែនេះដល់ខែនេះចប់វាប្លង់យើងតិច error តិចខុសនេះតិចខុសនោះនៅតែដោះស្រាយបញ្ហាហ្នឹងអត់ដឹងចប់ពេលណាអញ្ចឹងយើងមិនបាច់និយាយវែងឆ្ងាយពេកទេយើងមកមើលខ្ញុំនឹងចែកម្លែកឲ្យបងប្អូនអាចអ្នកធ្វើការប្លង់គូប្លង់នេះ plot ជា PDF ហ្នឹងបានតាំងពី step 1រហូតដល់យើង plot ជា PDF បានហើយយើងមើលមួយទៅអញ្ចឹងប្លង់ទី1គេហៅថាប្លង់ត្រៃវ៉ាន់ផាយ location layout ប្លង់នេះវាប្លង់ទីតាំងគ្រឹះដែលយើងគូហើយយើងផ្ញើការដ្ឋានដើម្បីគាត់ធ្វើការវាយគ្រឹះនឹងបានអញ្ចឹងបន្តមកទៀតទៅលើប្លង់ PyCAD វានឹងប្លង់បិទខ្សែដៃជើងតាណាអញ្ចឹងខ្ញុំនឹងបង្ហាញមួយយើងព្យាយាមមើលទៅបាទ step ទៅមួយ step យើងនឹងមានសមត្ថភាពអាចធ្វើការងារនឹងបានហើយខ្ញុំនឹងធ្វើការបង្ហាញទាំងអស់តាំងពី step 1រហូតដល់បងប្អូនអាចមានសមត្ថភាពធ្វើការងារនឹងបានទាំងស្រុងហ្មងខ្ញុំធ្វើការចែកម្លែកនេះគឺគោលបំណងគឺខ្ញុំចង់ចែកម្លែកដល់បងប្អូនដែលគាត់ឡើងមកពីខេត្តតែគាត់មានបញ្ហាទៅលើថវិកាដែលមិនអាចទៅសិក្សារៀនក្រៅបានតែសម្រាប់បងប្អូនដែលគាត់មានជីវភាពគាត់បានគាត់អាចទៅរៀនក្រៅបានព្រោះបច្ចុប្បន្ននេះទៅលើវិស័យការងារប្លង់ទៅលើការងារ design នេះគឺគេមានបើកថ្នាក់ខាងក្រៅច្រើនប៉ុន្តែបើសម្រាប់បងប្អូនដែលគាត់មានជីវភាពពុកគាត់នឹងស្វែងរកមើលថាមើលនៅវីដេអូណាខ្លះដើម្បីគាត់ប្រឹងធ្វើការងារនឹងបានអញ្ចឹងគឺថាខ្ញុំធ្លាប់ជាអតីតនិស្សិតដែលមកវិខេត្តដែរអញ្ចឹងពីមុនក៏មានជីវភាពខ្វះខាតនៅពេលខ្ញុំសិក្សានៅសាកលខ្ញុំក៏ឆែកមើលវីដេអូដើម្បីរៀនដែរតែបើជំនាន់របស់ខ្ញុំវីដេអូអត់សូវមានចែកម្លែកច្រើននៅបច្ចុប្បន្ននេះមានសិស្សបងហើយនឹងមិត្តភក្តិខ្ញុំហ្នឹងគាត់បើកសាលាបរិញ្ញាបត្រច្រើនចឹងវីដេអូទី1នេះខ្ញុំធ្វើការបញ្យល់ត្រុសដើម្បីជាស្ពានមួយដើម្បីបងប្អូនយល់ចឹងក្នុងការគូសប្លង់នឹងបានយើងទៅធ្វើអីខ្លះគូសប្លង់នឹងបានទី1បងប្អូនទៅកំណត់ standard drawing កំណត់ standard drawing ហ្នឹងអាចទៅមើលក្នុងchannel ខ្ញុំពីមុនខ្ញុំធ្លាប់ប្រាប់ខ្លះដែរចឹងអាចទៅមើលណាstandard drawing គឺយើងកំណត់តាំងពីទំហំតិចធ្វើម៉េចឲ្យវាស្តង់ដារហើយនឹងតាក់ទងមួយ symbol នេះប្រមាណនៃការងារ scale ចឹងទៅហើយតាក់ទងមួយ dimension ប្រមាណនៃ scale ដើម្បីឲ្យប្លង់នឹងស្អាតចឹងក្នុងប្លង់របស់បងធ្វើនេះបងកំណត់តាក់ទងមួយ
dimension នេះ dimension ទូទៅបងយកទំហំតិចវាពីដងនៃ scale នេះទេពីដងនៃ scale ហ្នឹងទេហើយទំហំ symbol នេះទូទៅបងយក4នៃ scale របស់បងនេះហើយកន្លែង title របស់យើងនេះបងយក 2.5 ឬក៏3យ៉ាងទៅអានេះបងយក2អញ្ចឹងមក2នៃ scale យ៉ាងទៅហើយដាក់ទៅមកអក្សរឲ្យផ្សេងៗនេះបងយកតែ2ទេបងយកតែ2ទេអញ្ចឹងតាក់ទងមួយ setup វិញយើងទីមួយយើងទៅលើអីទៅលើ title ទៅលើ symbol ទៅលើ dimension ទៅលើទំហំតិចអញ្ចឹងមកហើយនឹងយើងទៅបង្កើតជា layer ហើយដល់យើងចាំបាច់បង្កើត layer យើងកើត layer ដើម្បីយើងកំណត់ថានេះដូចdimension អីហ្នឹងកន្លែងឈរលើ layer អីគេdimension យើងអាចបង្កើតវាថាជា dimension layer dimension ហ្នឹងទៅ symbol ហ្នឹងឯងអាចបង្កើត layer មួយអញ្ចឹងទៅហើយតាក់ទងមួយតិចនេះឯងអាចបង្កើតជា layer មួយអញ្ចឹងទៅហើយ layer ហ្នឹងវាស្រួល control លើទំហំតិចរបស់យើងទៀតនៅពេលយើង plot មកសាច់កម្រាស់ line ហ្នឹងក្រាស់ពេកឬមិនក្រាស់យើងអាច control លើការងារ layer ហ្នឹងបានអញ្ចឹងនេះការងារ Dragon Pie នេះបងប្អូនធ្វើម៉េចបានគូសការងារ Dragon Pie ហ្នឹងបានដើម្បីគូសការងារ Dragon Pie ហ្នឹងបានបងប្អូនទៅបានទិន្នន័យពី structure design គាត់នឹងធ្វើការ modeling គ្រឿងផ្គុំនឹងទាំងមូលបន្ទាប់មកគាត់ analyze បន្ទាប់មកគាត់ calculate បាន reaction មកយកមក calculate គ្រឹះនឹងបានហើយគាត់ស្គាល់ទិន្នន័យដីគាត់យកមកចែករកបានហើយអញ្ចឹងក្នុងហ្នឹងខាង design គាត់ note ខ្លួនឯងទីតាំងកន្លែងកសរនឹងមួយគ្រឹះបានដើមហើយប្រវែងប្រមាណមុខកាត់ប្រមាណលទ្ធភាពត្រក្នុងមួយដើមហ្នឹងវាបានបានអញ្ចឹងទីតាំងនេះមួយទីតាំងនេះមួយទីតាំងនេះមួយអញ្ចឹងមកអញ្ចឹងកន្លែងនេះយើងអាចសម្គាល់ទៅដែរថានេះយើងមកកន្លែងមកថាពេលមួយណាមុខកាត់20អង្សា3ទឹកប្រវែង12ម៉ែត្រលទ្ធភាពត្ររបស់វាបាន34តោនក្នុង1គុណ3យ៉ាងមកអានេះលក្ខខណ្ឌដែលយើង reuse នៃគុណសុវត្ថិភាពដើម្បីឲ្យគ្រឹះរបស់យើងនឹងយើងចែកឃើញចំនួនតិចជាងមុនចឹងមកប៉ុន្តែកន្លែងនេះអ្នក design គាត់ត្រូវសួរខ្លួនឯងដែរណានៅពេលដែលសកត់គ្រឹះនៅការដ្ឋានជាក់ស្ដែងហ្នឹងគាត់បានប្រមើលអត់បាន50តោនមិនអត់ប្រយ័ត្នទៅសកត់នៅការដ្ឋានជាក់ស្ដែងបាន50តោនហ្នឹងទេ vivo តែស្រុតទៅបញ្ហាទៅលើ structure ហ្នឹងវាមាន press ទៅលើ element មួយចឹងមកចឹង structure ក៏ត្រាស់ទិន្នន័យអនឡាញមកអនឡាញយកមកគូសក្នុងការងារយើងមកហើយអនឡាញទៅមានប្លង់ aesthetic ដែរយក aesthetic គេយកមកមើលយក aesthetic គេមកមើលយកមកគូសគឺមិនវា fit មក aesthetic គេគូសលៀនចេញពី aesthetic គេទីតាំងនេះអញ្ចឹងយកគូសលៀនចេញខុសពី mode aesthetic គេសាងសង់ជាក់ស្ដែងវាដូចនៅប្លង់ទេចឹងតកតងមួយការងារជើងតាងខាង structure design គាត់ note អនឡាញដែរគាត់ note ថាឥឡូវជើងតាងមួយបងតាំងនៅអានេះអាច01យើងទៅជើងតាំងទី1គ្រឹះមួយដើមអញ្ចឹងណាគាត់នឹង note អនឡាញថាកម្រាស់ជើងតាំងប៉ុន្មានសរសៃដែកខាងក្រោមបាន16លីបានទឹកកន្លះមួយឯខាងលើបានអញ្ចឹងមកអញ្ចឹងអនឡាញបានព័ត៌មានហ្នឹងអនឡាញយកមកគូសបានហើយគូសបានតបមកគូសការជើងតាងហ្នឹងអនឡាញបែកវា layout ជើងតាងនឹងមួយមកដូច F 01ជើងតាងទី1ហ្នឹងអនឡាញគូស layout ហ្នឹងជើងតាងហ្នឹងប៉ុណ្ណឹងតបមកអនឡាញកណ្ណា position នេះមួយអនឡាញគូសមកបាន
ព័ត៌មានទៅលើការងារទៅសាយដែកហ្នឹងកន្លែងនេះអានេះយើងកំណត់សង្កល់ដែរថាវាជាអាក្រមនេះជា existing ដី existing អាក្រមនេះដី existing ដីនៅពេលយើងកែឲ្យដីធម្មជាតិណាអញ្ចឹងបន្តមកទៀតអានេះគេហៅ compaction stone ថ្ម 4x1 អញ្ចឹងណាហើយបន្តមកការងារ lin ណាឯងទៅមានប្រវែងគ្រឹះយើងចូលសាច់ជើងតាហ្នឹងបងកំណត់ថាវា75ទៅតោះមកយើងគូសទៅសាយដែកអានេះការងារថៃវិខលយើងគូសថៃវិខលយើងគូសការងារថៃវិខលហើយដល់មកយើងចាំយើងបាយទៅសពរវាងទៅមើលជាពេលបងនឹងប្រហាត់គូសសពរវាងដែរអញ្ចឹងនេះ lin ដីធម្មជាតិcompaction stone តមក lin ទូទៅcompaction stone នេះបើពីបងរីកមិនថានៅគម្រោងជាក់ស្ដែងគម្រោងធំអាហ្នឹងគួរតែមានទៅបើគម្រោងធម្មតាអានេះគួរដកចេញទៅវាយើងជួយកាត់បន្ថយចំណាយការងារសាងសង់ដែរតមកការងារ lin មួយរយៈមុនល្បីដែរ lin នេះ lin ថោថ្នឹមណា lin ថោថ្នឹមតាមពិតសម្រាប់អ្នកមិនមែនជាបច្ចេកទេសគាត់និយាយថោថ្នឹមអត់ខុសទេព្រោះវាថោថ្នឹមថោជើងតាងអីមែនប៉ុន្តែក្នុងការងារជំនាញបច្ចេកទេសរបស់យើងត្រូវដឹងថានៅពេលគេនិយាយថាថោថ្នឹមហ្នឹងយើងបាញ់ព្រួយនៅថោថ្នឹមដែរអត់យើងត្រូវបដោតលើជីវៈរបស់យើងអាហ្នឹងវាសម្រាប់កិនថោដូចជាការងារជើងតាំងវាថោបាតជើងតាំងទេថោបាតជើងតាំងដើម្បីកុំឲ្យចាក់ជើងតាំងមកវាខាងក្រោមហ្នឹងវាធ្លាក់បេតុងមកវាហើយនឹងកុំឲ្យបេតុងមកវាហួតខ្លាំងពេកវាធ្វើឲ្យស៊ីម៉ង់ហ្នឹងវាបាត់សំណើមលឿនដល់ពេលយើងត្រូវដល់ថ្ងៃវាងាយនឹងប្រេះទៅលើការងារជើងតាំងមួយការងារជើងតាំងហ្នឹងតែគេថា lin ថោថ្នឹមយើងទៅ share ថាថោថ្នឹមទៅវែកញែកទៅហ្នឹងពេលខ្លះយើងពួកគាត់មិនមែនជំនាញដូចយើងមិនបាច់ទៅវែកញែកច្រើនទេបើគាត់អត់យល់ថាជួបអ្នកណាដែលគាត់អត់យល់យើងប្រាប់គាត់ទៅថាអាហ្នឹងសម្រាប់ចេះយើងប្រាប់គាត់ទៅដើម្បីគាត់យល់ខុសយើងទៅតែគាត់និយាយថោថ្នឹមថោជើងតាំងវាអត់ខុសមែនព្រោះវានៅខាងក្រោមមែនវាអត់ខុសទេតែគាត់មិនមែនជាអ្នកបច្ចេកទេសដូចយើងអញ្ចឹងយើងគិតអវិជ្ជមានទៅលើខាងគាត់វាអត់សុទ្ធត្រូវដែរអញ្ចឹងបងនិយាយនេះមិនមែនកាន់ជើងទេបើបងនិយាយក្នុងន័យចរាដើម្បីឲ្យយើងស្ដាប់មកយើងទទួលយកបានទាំងអស់គ្នាកុំឲ្យជាផុសជា share link ថោថ្នឹម link ថោជើងតាំងវាផ្ទះទឹកផ្ទះដីអាហ្នឹងបើយើងមើលទៅដូចចង់ពលសង្គមដែរតែវាមិនដល់ថ្នាក់ហ្នឹងទេអញ្ចឹងយើងបានព័ត៌មានជើងតាំងទៅសាយដែកប៉ុន្មានហើយណៃគូសមកឥឡូវនៅថងនេះកំណះជើងតាំងយើងបាន4ទឹកអញ្ចឹងយើងគូសមកកំណះ4ទឹកយើងចាប់ខ្នាតចាប់អីអញ្ចឹងមកហើយអានេះស្បែកស្ទប់ខាងក្រោមតែស្ទប់ក្រោមយើងDB 16កលីតនេះមួយទឹកកន្លះមួយហើយនឹងស្ទប់ទី2វាដែកDB 16កលីតនេះមួយទឹកកន្លះមួយដែរហើយនេះសាយបានេះដែកខាងលើហេតុអីខ្ញុំដែកខាងលើ10លីកន្លែងហ្នឹងយើងអាចឆែកមើលសិនទៅសម្រាប់គ្រឹះមួយដើមដែលអត់ចាក់ផ្ចិតទេវាធ្វើការអត់ខ្យល់ទេអញ្ចឹងខាងលើនេះវាអាចធ្វើការត្រឹមការងារស៊ីនខេទេប៉ុន្តែស៊ីនខេ10លីនេះតែស្ទើរពីតែលើយោងតាមបទពិសោធន៍ជាក់ស្ដែងយើងអាចប្រើ10លីនេះបានអញ្ចឹងខ្ញុំអត់ដែលឃើញវាបញ្ហាប្រហែលដែរទៅបើគ្រប់ការងារស៊ីនខេវា12លីដែរគ្នាអញ្ចឹងតោះនេះខ្ញុំដាក់សម្គាល់ថាDragon Pie មកកាត់3ទឹកចម្រៅវា12ម៉ែត្រ capacity យើងតបាន34តោនអញ្ចឹងខ្ញុំបង្ហាញត្រួសសិនដោយសារយើងខ្ញុំចូលមកមើលវីដេអូទី1អញ្ចឹងយើងបង្ហាញខ្លះហ្នឹងទៅស្ដាប់ទៅហើយចាំបន្តទៀតយើងចូលអនុវត្តហ្នឹងទៅក៏មកនេះការងារកសយើងក៏បានទិន្នន័យពី structure ដែរទំហំរសគាត់ design មកសុវត្ថិភាពរបស់គាត់ហ្នឹងប៉ុន្មាន
ហើយយើងអាចnote នៅ legend slate លើ drop លើ column លើ opening លើ modding ទៅលើជ្រៀងហើយយើងបានសរសេរចំណុចសម្គាល់បទអក្សរយើងមាន C1 C2 C3 តាម column ណាខ្លះចឹងទៅបងប្អូនដែលចាប់អារម្មណ៍ការងារសរសហើយនឹង stem column ហេតុអីបានគេយកទំហំវាខុសគ្នាចឹងមូលហេតុដែលគេយកទំហំខុសគ្នាវាមានចំណុចពិសេសដែរគឺសរសនេះតាមពិតសរសនេះមកកាត់តែ2ទឹកទេតែកសរគេយក25ហេតុអីចឹងត្រង់ហ្នឹងវាអញ្ចឹងទី1ការងារកសរគឺការងារដែលប្រឈមនឹងការងារជាតិទឹកចឹងគេយកវា25ដើម្បីយើងបរិ cover បានធំកុំឲ្យទឹកដល់ពេលជ្រាបចូលសាច់បេតុងទៅវាឆាប់ដល់ដែកយើងទៅទឹកឡើងច្រេះហើយហ្នឹងមួយទី2នៅពេលដែលយើងចាក់ការងារសរសអត់ច្បាស់លាស់យើងធ្វើឲ្យសរសនោះវាចាក់ចិត្តអញ្ចឹងសរសចាក់ចិត្តហ្នឹងក៏យើងបរិហ្នឹងក៏វាជួយដែរតែកម្រមក100ដើមមាន1ដើមហ្នឹងសម្រាប់ជាងដែលគាត់ជាទឹកដៃរបស់គាត់ណាតបមកទៀតទៅលើការងារថ្នាំជន់រដីថ្នាំជន់រដីអញ្ចឹងត្រង់នេះក៏យើងទៅបានព័ត៌មានពី Structure Designer ដែលគាត់ note តំណែងឲ្យដើម្បីយកមកគូសបានថាជន់រដីហ្នឹងគាត់មានថ្នាំមិនខ្លះចឹងគាត់ note ឲ្យមានថ្នាំមកកាត់ណាខ្លះចឹងគាត់ note ឲ្យមានមកកាត់បាន20 30 20 30ចឹង20 30ដូចគ្នាប៉ុន្តែគាត់ calculate មកវាតំណែងដែកវាខុសគ្នាដោយសារ span ខុសគ្នាដែរវាយកតំណែងដែកដូចគ្នាវាខ្ជះខ្ជាយគម្រោងហើយវិស្វករគណនាហ្នឹងគាត់យកដូចគ្នាពីមើលតំណែងរបស់គាត់ក៏វាអត់ត្រូវដែរយើងដាក់រៀបទៅមកវាចំណេញហើយគាត់មិនយកថាដូចអាថ្នាំនេះ span នឹងវែងដែរចូល5ម៉ែត្រជាងហើយគាត់យក20 40ចឹងទៅអានេះ20 30មូលហេតុអីហ្នឹងមូលហេតុអីទី1គាត់គិតអញ្ចឹងបើករណីគាត់យកថ្នាំកណេតកណាត់ណាយើងសម័យទៅនៅពេលសាំងសង់តែនៅពេលការងារ construction យើងទៅឡើងពុំពិបាកយើងទៅមានពុំអានេះ4ទឹកអានេះ3ទឹកឥឡូវហ្នឹងអាចវាខាត់ពេលវេលានៃការសាំងសង់ដែរអញ្ចឹងបើយើងថាយកមកកាត់ជារួមហាក់ប្រហែលគ្នាយើងថែមដែកតិចថែមដែកយើងកន្លែងថ្នាំហ្នឹងច្រើនតិចវាមិនងាយស្រួលជាងហើយតែវាចេះដែរវាមិនអញ្ចឹងទាំងអស់ហើយតែថ្នាំយើង continue ទៅផ្សេងស្ពេនផ្សេងគ្នាអញ្ចឹងអាថ្នាំខ្លះវាធំជាងគ្នាដាច់ទៅយើងត្រូវ precision ដែរលក្ខខណ្ឌដែលយើងថែមដែកទៅអត់ជាប់ហ្នឹងគឺ 100% យើងត្រូវ precision ដែរ precision ដែរអញ្ចឹងវីដេអូនេះខ្ញុំបង្ហាញតែប៉ុណ្្នឹងសិនខ្ញុំខ្លាចបង្ហាញច្រើនទៅវាវល់យើងមើលមួយទៅដើម្បីយើងមានសមត្ថភាពក្នុងការគូសប្លង់គ្រឿងបង្គុំមួយដែលច្បាស់លាស់កុំឲ្យយកតែការឋានសាងសង់ខុសនេះខុសនោះអញ្ចឹងប៉ុណ្ណឹងអរគុណច្រើន